ហើយក៏សួស្តីបងប្អូនអរគ្នាត្រឡប់មកជាមួយខ្ញុំសាទីថ្មីថ្ងៃនេះខ្ញុំមានវីដេអូចេញថ្មីមួយគឺធ្វើដំណើរទៅខាងទឹកធ្លាក់ថ្មក្រាលបងប្អូនហើយខ្ញុំក៏បានខានចេញវីដេអូយូរដែរបងប្អូនហើយនេះគឺជាទស្សនវិជ្ជាតាមដងផ្លូវហើយនេះខ្ញុំបានឈប់មួយដៃគូរបស់ខ្ញុំសម្រាប់ដើម្បីយកកម្លាំងដោយសារយើងជិះមកឆ្ងាយបន្ទាប់ពីខ្ញុំបានឈប់អស់មួយសតូខ្ញុំក៏បានបន្តដំណើរមកកាន់ផ្លូវទៅទឹកធ្លាក់ម្ដងបងប្អូនបាទគឺទេសភាពគឺស្អាតខ្លាំងមែនតើបាទគឺខៀវស្រងាត់តែម្ដងបន្ទាប់ពីខ្ញុំបានធ្វើដំណើរអស់មួយសតូខ្ញុំក៏បានមកដល់កន្លែងមួយបាទគឺឈប់ថតទេសភាពបងប្អូនមើលទៅបាទគឺអមដោយភ្នំទេសភាពខៀវស្រងាត់ស្អាតតែម្ដងបន្ទាប់ពីពួកខ្ញុំបានចុះថតចុះអីអស់មួយសតូខ្ញុំក៏បានរៀបចំធ្វើដំណើរទៅមុខទៀតជាមួយដៃគូរបស់ខ្ញុំហ្នឹងដើម្បីបន្តដំណើរទៅមើលនៅមុខទៀតហើយពួកខ្ញុំក៏បានរកកន្លែងសម្រាប់គេងអីចឹងទៅបន្ទាប់ពីខ្ញុំបានធ្វើដំណើរមកសតុអស់ខ្ញុំក៏បានមកដល់កន្លែងគេងមួយដែលមានឈ្មោះថាមើលផ្កាយបោះតង់ហ្នឹងបងប្អូនដោយសារគេងនៅនោះអត់កើតហ្នឹងហើយខ្ញុំក៏បានសម្រេចចិត្តមកគេងនៅហ្នឹងទៅគឺថាទេសភាពហើយនេះគឺជាកន្លែងដែលខ្ញុំគេងយប់ហ្នឹងបោះតង់នៅលើកញ្ចុះមួយហ្នឹងបាទដោយបងប្អូនបានឃើញអញ្ចឹងគឺស្រស់ស្អាតខ្លាំងមែនតើជាមួយនឹងទេសភាពព្រៃភ្នំទឹកហូរជាមួយនឹងដើមឈើដ៏ខៀវស្រងាត់បងប្អូនហ្នឹងហើយបន្ទាប់ពីខ្ញុំបានរៀបចំឲ្យវ៉ាវ៉ាន់អីអស់ក៏ឈានចូលមកដល់យប់ខ្ញុំក៏បានធ្វើម្ហូបធ្វើអីញ៉ាំជាមួយដៃគូខ្ញុំអីចឹងទៅបាទគឺមានសាច់គោមានអីជៀនមួយប៊ឺហើយមានសាច់មាន់សាច់អីញ៉ាំក្នុងល្ងាចហ្នឹងចឹងទៅដូចបងប្អូនឃើញនៅក្នុងវីដេអូអញ្ចឹងហើយទេសភាពកន្លែងនេះគឺថាស្អាតខ្លាំងមែនតើពេលយប់ពេលអីបងប្អូនមកពីអ្នកដៃគូឈៀលអីគឺថាអែមខ្លាំងមែនតើបន្ទាប់ពីខ្ញុំបានធ្វើអីអស់ខ្ញុំក៏ចាប់ផ្ដើមរៀបចំញ៉ាំបាយញ៉ាំអីចឹងទៅបងប្អូននឹងយប់ហ្នឹងហើយខ្ញុំមកនេះគឺមកតែ2នាក់ទេបងប្អូនបាទអត់មានបានមកជាមួយពួកម៉ាក់ឬក្រុមអីទេហ្នឹងបន្ទាប់ពីខ្ញុំបានអង្គុយផ្លែតបងប្អូនបាទគឺមានភ្លៀងធ្លាក់មកបាទគឺទៅជាខ្លាំងស្រួលកេងខ្លាំងមែនតើយប់ហ្នឹងពេលព្រឹកនេះគឺជាទេសភាពនិងទស្សនវិជ្ជាទាំងស្រុងនៅពេលព្រឹកបាទបងប្អូនបាទគឺថាខៀវស្រងាត់ដែរបាទគឺស្អាតខ្លាំងមែនតើពោពេញទៅដោយពពកលើភ្នំហ្នឹងបងប្អូនបាទហ្នឹងគឺជាទស្សនវិជ្ជាពេលព្រឹកអង្គុយស្ដាប់សំឡេងទឹកហូរទឹកអីគឺថាមានអារម្មណ៍ថាឈៀលមានអារម្មណ៍ថារីកខ្លាំងមែនតើ